ឃើញខុសប្លែកទៀតពេលហ្នឹងហើយខ្ញុំក៏ចាប់ដើមទៅផ្ទះការងាររបស់ពុំខ្ញុំទៅជួនកូនទៅរៀនអីហ្នឹងទៅដល់ពេលដល់ម៉ោងដាក់ស៊ីថ្ងៃតោះគ្រប់ខែហ្នឹងទៀតហើយដោះឡើងមកនេះសដននេះសដនមកខ្លំលើដើមទ្រូងស្រីសាច់សខ្ចីដល់ថ្ងៃហើយប្រែចុះប្រែឡើងហើយខ្មាស់ឡើងខ្មៅនេះថ្ងៃហ្នឹងហើយតែដឹងមកម៉ានទេជ្រូកកូន16ក្បាលខូចអស់5សល់11ក្បាលខ្ញុំពិតជាសោកស្ដាយមែនទែនជ្រូកសម្បុករបស់ខ្ញុំដែលមេភៀនមុននោះគឺកូន14ក្បាលហើយលើកទី2សានេះគឺ16ក្បាលហើយវាត្រូវគ្រប់ថ្ងៃនៅយប់មិញប៉ុន្តែយប់មិញអត់ឃើញកើតខ្ញុំក៏បានរងចាំដល់ភ្លឺក៏វាអត់ឃើញខ្ញុំក៏បានត្រឡប់ទៅផ្ទះហើយវាក៏មិនឃើញខុសប្លែកទៀតពេលហ្នឹងហើយខ្ញុំក៏ចាប់ដើមទៅផ្ទះការងាររបស់ពុំខ្ញុំទៅជួនកូនទៅរៀនអីហ្នឹងទៅដល់ពេលដល់ម៉ោងដាក់ស៊ីថ្ងៃតោះបានខ្ញុំមកមើលអញ្ចឹងវាកើតក្នុងម្លងពេលដែលខ្ញុំនៅផ្ទះយ៉ាវាណារុំពាត់ជុំវិញកកូនទី1ហើយអា4ក្បាលទៀតគឺចូលទ្រុងផ្សេងវារត់វាដើរតាមកន្លែងចង្អូទឹកហ្នឹងទៅវាលក់ទៅធ្វើឲ្យពួកផ្សេងខំអស់4ក្បាលសោកស្ដាយមែនទែនហើយខ្ញុំមកទាត់ហ្នឹងគឺវាកើតបាន5 6ក្បាលនោះហ្នឹងហើយ6 7ក្បាលហើយណាមួយទៀតជាប់នៅខ្លួនជ្រូកនេះសោកស្ដាយមែនទែនប៉ុន្តែអត់អីទេខ្ញុំបានសង្គ្រោះអស់ហើយហួយតា4នោះខ្ញុំនេះចំណីជ្រូកមេកូនខ្ចីខ្ញុំដាក់ចំណីទឹកដោះហើយនឹងវីតាមីនទឹកដោះដើម្បីឲ្យជួយឲ្យជ្រូកមានកម្លាំងហើយមានទឹកដោះដើម្បីឲ្យកូនបើហើយយើងកើតមកអស់ហើយហ្នឹងយើងចាក់អុកស៊ីតូស៊ីនឲ្យធ្លាក់អស់អាកាសសំណល់នៅក្នុងស្បូនហ្នឹងហើយតមកយើងចាក់ខ្សះ2ថ្ងៃចាក់មកជុល2ថ្ងៃមកជុល1ថ្ងៃមកជុល1ថ្ងៃមកជុលតាមគីឡូជ្រូកទៅចាក់10 cc ហើយនឹងចាក់វីតាមីន B12 ចាក់ដើម្បីជួយមានកម្លាំងមកស៊ីចឹងហើយអត់ក្តៅក្នុងរោខ្លាំងចឹងណាបើយើងមិនចាក់ទេវាអាចបញ្ហាទីមួយជ្រូកមិនឡើងស៊ីចំណីហើយមួម៉ៅវាអត់អស់អាបន្តិចនៅក្នុងសម្បូរវាហ្នឹងមានជាតិណាពេលស៊ីហើយទឹកដោះបាញ់ខ្ញុំឆ្វាតចំណីទឹកដោះនៅវីតាមីនជំនួយទឹកដោះដំណើរគ្នា11ហើយមួយស្គយនេះតែគេនេះខាងមួយគាត់ហើយទៅវិញខ្លាចតែនេះដឹងអូនយ៉ាងទៅវិញទៅស្រែក